មានពុកម៉ែបងប្អូនជាច្រើនដែលបានឆ្ងល់ថាតើចំណីអាហារណាខ្លះដែលអ្នកដែលមានជំងឺលើសឈាមមិនគួរទទួលទានជាញឹកញាប់ឬក៏មិនគួរទទួលទានសោះហើយនៅថ្ងៃនេះផងដែរនឹងខ្ញុំនឹងលើកយកចំណីអាហារ10ប្រភេទដែលអ្នកដែលមានជំងឺលើសឈាមគួរតែជៀសវាងជំងឺលើសឈាមឬក៏ hypertension គឺជាបញ្ហាជាច្រើនដែលបានកើតឡើងជុំវិញពិភពលោករបស់យើងក៏ដូចជាប្រជាជននៅក្នុងប្រទេសកម្ពុជាយើងផងដែរហើយនៅពេលខ្លះមានមនុស្សមួយចំនួនគឺពួកគាត់មិនបានដឹងទេថាខ្លួនគាត់គឺមានជំងឺលើសឈាមដោយសារតែវាគឺមិនមានរោគសញ្ញាច្បាស់លាស់នោះទេប៉ុន្តែអ្នកទាំងអស់គ្នាកុំបារម្ភអីព្រោះថាជំងឺមួយនេះគឺអាចកាត់បន្ថយបានទៅតាមចំណីអាហារដែលយើងបរិភោគហើយនេះគឺជាចំណីអាហារទាំង10ប្រភេទដែលអ្នកទាំងអស់គ្នាគួរតែជៀសវាងបើសិនជាអ្នកមានជំងឺលើសឈាមទី1នោះគឺអំបិលឬក៏ចំណីអាហារណាដែលសម្បូរទៅដោយសារជាតិប្រៃអំបិលគឺជាមូលហេតុធំបំផុតមួយនៃជំងឺលើសឈាមនៅពេលញ៉ាំអំបិលច្រើនពេករាងកាយរបស់យើងគឺត្រូវការរក្សាជាតិទឹកច្រើនដូច្នេះហើយវាអាចធ្វើឲ្យសម្ពាធឈាមរបស់យើងឡើងខ្ពស់ហើយនៅតាមប្រទេសប្រជាជននៅប្រទេសកម្ពុជាគឺពួកគាត់ប្រើទឹកត្រីទឹកស៊ីអ៊ីវឬក៏ប្រហុកដែលសម្បូរទៅដោយរសជាតិប្រៃអ្នកទាំងអស់គ្នាអាចព្យាយាមកាត់បន្ថយរបស់អស់ទាំងនោះដោយការប្រើវាបន្តិចបន្តួចបានហើយទី2មីកញ្ចប់មីកញ្ចប់គឺងាយស្រួលក្នុងការធ្វើមែនទែនគឺយើងគ្រាន់តែដាំទឹកហើយស្រុះវាហើយក៏រួចរាល់ដែលមានមនុស្សភាគច្រើនគឺជ្រើសរើសញ៉ាំមីជំនួសចំណីអាហារផ្សេងៗប៉ុន្តែវាមិនល្អសម្រាប់សុខភាពទេគឺក្នុងមួយកញ្ចប់គឺអាចនឹងមានជាតិអំបិលច្រើនលើសពីរាងកាយរបស់អ្នកត្រូវការបើសិនជាអ្នកគ្រាន់តែញ៉ាំមួយកញ្ចប់នោះទី3នោះគឺម្ហូបចៀនខ្លាញ់ម្ហូបដូចជាសាច់ចៀនឬក៏ត្រីចៀនឬក៏ម្ហូបនៅតាមដងផ្លូវដែលយើងតែងតែឃើញសម្បូរទៅដោយជាតិខ្លាញ់ហើយប្រឡាក់គ្រឿងម្ហូបអស់ទាំងនោះហើយដែលជាមូលហេតុអាចបង្កឲ្យមានជំងឺលើសឈាមគឺវានឹងធ្វើឲ្យមានការកកស្ទះនៅក្នុងសរសៃឈាមហើយយោបល់ល្អនោះគឺអ្នកគួរតែបរិភោគចំណីអាហារដែលជាអាហារដែលចំហុយឬក៏ស្ងោរជាដើមទី4នោះគឺរបស់ផ្អាប់ដែលរក្សាទុកនៅក្នុងកំប៉ុងវាសម្បូរទៅដោយសារជាតិខ្លាញ់និងសារជាតិអំបិលហើយនិងសារធាតុដែលរក្សាដើម្បីឲ្យវាទុកបានយូរព្រោះថាសារធាតុអស់ទាំងនោះនៅពេលដែលយើងទទួលទានវាចូលទៅក្នុងរាងកាយរបស់យើងវាអាចនឹងបំផ្លាញសរសៃឈាមរបស់យើងម្ដងបន្តិចម្ដងបន្តិចអ្នកអាចនឹងជំនួសអាហារអស់ទាំងនេះជាមួយនឹងអាហារស្រស់ៗដូចជាបន្លែផ្លែឈើទី5នោះគឺ cheese និងផលិតផលទឹកដោះគោដែលមានជាតិអំបិល cheese គឺជាផលិតផលដែលបាននាំចូលហើយវាសម្បូរជាតិខ្លាញ់និងជាតិអំបិលហើយបើសិនជាអ្នកញ៉ាំវាច្រើនដូចជា pizza ឬក៏ចំណីអាហារណាក៏ដោយឲ្យតែគេដាក់ឈីសចូលគឺវានឹងអាចធ្វើឲ្យ cholesterol ឬក៏សម្ពាធឈាមរបស់យើងឡើងកាន់តែខ្ពស់ទី6នោះគឺនំប៉័ងឬក៏អាហារណាដែលមានម្សៅដូចជាបាយដូចជាមីដូចដែលបានលើកនៅខាងលើគឺរបស់ណាក៏ដោយដែលសម្បូរជាតិម្សៅគឺយើងកុំទទួលទានច្រើនពេកបាយក៏ធ្វើឲ្យយើងអាចមានជំងឺលើសឈាមផងដែរខ្ញុំដឹងថាប្រជាជននៅប្រទេសកម្ពុជាសូម្បីតែនៅក្នុងក្រុមគ្រួសាររបស់ខ្ញុំក៏ចូលចិត្តញ៉ាំបាយសច្រើនជាជាងចំណីអាហារដែរតែសម្រាប់ជនបរទេសគឺពួកគាត់ញ៉ាំតិចតួចបំផុតដូច្នេះហើយអ្នកទាំងអស់គ្នាមិនបាច់ឆ្ងល់នោះទេថាហេតុអីបានជាចាស់នៅប្រទេសកម្ពុជាគឺពួកគាត់ភាគច្រើនគឺមានជំងឺលើសឈាមគឺដោយសារតែពួកគាត់ទទួលទានបាយសច្រើនដែលវាមិនសូវសម្បូរទៅដោយជាតិសរសៃនោះទេគឺវាសម្បូរទៅដោយជាតិស្ករផ្ទុយទៅវិញអ្នកទាំងអស់គ្នាអាចជ្រើសរើសញ៉ាំជាមួយនឹងអង្ករសម្រូបវិញល្អជាងព្រោះថាវាសម្បូរទៅដោយជាតិ fiber ឬក៏ជាតិសរសៃទី7នោះគឺភេសជ្ជៈផ្អែមបើសិនជាអ្នកគឺជាប្រភេទមនុស្សដែលចូលចិត្តផឹកទឹកផ្អែមច្រើនដូចជាភេសជ្ជៈដែលមានលក់នៅតាមទីផ្សារអ្នកនឹងមានភាគរយច្រើនក្នុងការកើតជំងឺលើសឈាមផងដែរអ្នកទាំងអស់គ្នាអាចបែរមកផឹកជាមួយនឹងទឹកស្អាតគឺជាទឹកធម្មតាដែលរាងកាយរបស់យើងត្រូវការបំផុតទី8នោះគឺនំឬក៏អាហារផ្អែមនំខេកឬក៏នំដូណាត់បើសិនជាអ្នកទាំងអស់គ្នាមានបញ្ហាក្នុងការពិបាកក្នុងការបញ្ឈប់ទទួលទានរបស់អស់ទាំងនេះអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមដោយបន្តិចហើយអ្នកអាចនឹងបដូរមកញ៉ាំជាមួយនឹងរបស់ធម្មជាតិដូចជាទុំស្វាយទុំចេកឬក៏ផ្លែឈើអ្វីផ្សេងដែលមានរសជាតិផ្អែមទី9នោះគឺសាច់ក្រហមឬក៏សាច់មាន់ដែលមានខ្លាញ់ច្រើនសាច់គោឬសាច់ខ្លាញ់ច្រើនអាចបង្កឲ្យ cholesterol ឡើងហើយវាក៏ជាបញ្ហាដែលធ្វើឲ្យសរសៃឈាមរបស់យើងបានបិទនោះផងដែរនៅប្រទេសកម្ពុជាយើងគឺមនុស្សជាច្រើនគឺចូលចិត្តញ៉ាំស៊ុបសាច់ហើយសាច់ណាដែលមានខ្លាញ់ច្រើនជាយោបល់ល្អអ្នកគួរតែជ្រើសរើសសាច់ណាដែលមានជាតិខ្លាញ់តិចទី10នោះគឺស្រាឬក៏សារជាតិណាដែលមានជាតិអាល់កុលការផឹកស្រាច្រើនគឺធ្វើឲ្យសម្ពាធឈាមកាន់តែឡើងខ្ពស់ហើយនឹងធ្វើឲ្យបេះដូងខ្សោយហើយបើសិនជាអាច
អាចកាត់បន្ថយជាតិស្រវឹងឬក៏ស្រាទាំងស្រុងក៏បានគឺវាពិតជាល្អមែនទែនសម្រាប់សុខភាពព្រោះថាវាមិនមានអត្ថប្រយោជន៍សូម្បីតែបន្តិចសោះជំងឺលើសឈាមគឺមិនមែនជាជំងឺដែលយើងមិនអាចគ្រប់គ្រងបាននោះទេវាគឺជាជំងឺដែលយើងអាចគ្រប់គ្រងបានទៅតាមរបៀបនៃការញ៉ាំចំណីអាហាររបស់យើងហើយនៅថ្ងៃនេះនាងខ្ញុំក៏មានតែប៉ុណ្ណេះនាងខ្ញុំជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាជៀសផុតពីជំងឺលើសឈាមទាំងអស់គ្នានាងខ្ញុំសូមអរគុណសូមព្រះប្រទានពរ